Ok,ដោះស្រាយសម័យកាលអញ្ចឹងសម័យកាលមួយនេះគ្រាន់តែជាសម័យកាលដែលក្រេទី1ធម្មតាតែយើងបោះសំទោសពេលយើងដោះស្រាយគឺមានន័យថាយើងបោះ x មួយអង្គទី1មកហើយអត់ x បោះទៅអង្គទី2ប៉ុន្តែយើងឃើញថាវាប្រហែលជារៀងប្លែកបន្តិចដោយសារតែវាចូលតម្រងមួយដែលចំនួនមួយនេះត្រូវបានគេឲ្យឈ្មោះថាចំនួនទស្សភាគខួបវាមានសញ្ញារបានៅពីលើលេខចាអញ្ចឹងមុននឹងយើងដោះស្រាយសម័យកាលនេះបានអ្នកទាំងអស់គ្នាត្រូវបំលែងចំនួនទស្សភាគខួបនេះឲ្យคล้ายទៅជាប្រភេទសិនដើម្បីងាយស្រួលក្នុងការដោះស្រាយចាអញ្ចឹង 3x ដកជាមួយនឹង 0.4 ចាសញ្ញារបាមួយនេះត្រូវបានយើងឲ្យឈ្មោះថាចំនួនទស្សភាគខួបស្មើជាមួយនឹង 2.1 ចារបាមានចំនួនទស្សភាគខួប x ដកជាមួយនឹង3ចាអញ្ចឹង 0.4 ដែលមានសញ្ញារបាបែបនេះខួបចាចំនួនទស្សភាគខួបគឺ 0.4 មានថាលេខ4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 ចាគឺលេខ4ហ្នឹងគឺរហូតចាសុទ្ធតែលេខ4ទាំងអស់ឬក៏យើងសរសេរបែបនេះ 0.44444 ចាចុចមានន័យថាសុទ្ធតែលេខ4អានឹងឧបមាថាចេះអ្នកទាំងអស់នេះយកលេខ1ចែកជាមួយលេខ3តោះនេះដែរចែកលេខចឹងអត់យក1ចែកនឹង3ចែកឲ្យគ្រាន់ទេអញ្ចឹងថែម0 0 ដាក់បាន3ដងចាអញ្ចឹងនេះ3ដង9ដកមកឃើញ1ថែម0ដាក់3ទៀតចាអញ្ចឹងយើងចែកទៅដូចគ្នាដែរដកមកឃើញដាក់បាន3រហូតចាចែកទៅដល់យើងអាយុចាស់ក៏នៅតែចាក់ដាច់ដែរគឺនៅលេខ3នឹងរហូតបែបហ្នឹងហើយគេឲ្យឈ្មោះថាចំនួនទស្សភាគខួបចាអញ្ចឹងយើងត្រូវទៅបំលែង 0.4 ហ្នឹងឲ្យខ្ល้ายទៅជាទម្រង់ពភាគវិញដូចមិនអញ្ចឹង 0.333 ដែលចុចរហូតហ្នឹងវាស្មើជាមួយនឹងមិញខ្ញុំយក1ចែកជាមួយនឹង3ចាមានន័យថាសេទៅជាចំនួនប្រភេទបាន1លើ3តែយើងត្រូវបំលែង 0.4 ខួបហ្នឹងឲ្យទៅជាចំនួនប្រភេទចូលទម្រង់ណាមួយខ្ញុំដាក់តាំងដោយ a លើ b ចឹងទៅមួយទៀតគឺ 2.1 ខួបបញ្ជាក់ថាខួបទៅកន្លែងលេខ1ទេគឺលេខ 2.111រហូតណាចាអញ្ចឹងយើងត្រូវបំលែងវាឲ្យចូលទម្រង់ជាប្រភេទ c លើ d ណាមួយចុះវិធីសាស្ត្រនៅក្នុងការបំលែងវិញគេធ្វើម៉េចអញ្ចឹងមកមើលវិធីសាស្ត្រទាំងអស់គ្នាខ្ញុំចង់បំលែង 0.4 ខួបនេះឲ្យคล้ายទៅជាទម្រង់ប្រភេទ a លើ b អានេះជាការតាំងរបស់ខ្ញុំឯអ្នកទាំងអស់គ្នាមិនចាំបាច់តាំងអញ្ចឹងណាចាអញ្ចឹង 0.4 ខួបយើងដឹងហើយមិញគឺចាខ្ញុំតាំងវាដល់អក្សរ m ចុះចាគឺ 0.4 ខួបហ្នឹងតាំងដល់អក្សរ m ដែលមានន័យថា 0.4 4ដាក់ចំនួន4ដងអញ្ចឹងណា4រហូតតទៀតចាអញ្ចឹងបើសិនជាខួបនៅត្រង់តែមួយលេខខួបនៅទីកន្លែងលេខ4អ្នកទាំងអស់គ្នាគ្រាន់តែគុណនឹង10ចាគុណ10ចូលចាគុណ10ចូលទៅយើងបាន 10m ចាគុណ10ចូលទៅខាងលើហ្នឹងចានេះគុណនឹង10ទៅរំកិល4ហ្នឹងមិនចឹងឲ្យរំកិលចុចមកខ្ទង់ទៅខាងមុខនេះគឺបាន4ចុចចា4.44រហូតណាចា44រហូតដល់ខ្ញុំសូមដាក់ចំនួន4ដងដូចគ្នាដើម្បីដកទៅឲ្យអ្នកទាំងអស់គ្នាឃើញថាវាពិតជាឃើញ0មែនបន្តមកទៀតមកអ្នកទាំងអស់គ្នាយកវាទៅដកយក 10m ហ្នឹងចាឥឡូវខ្ញុំយកខ្ញុំដាក់ចុះក្រោមណា m នេះខ្ញុំរុញចុះក្រោមវិញ m របស់យើងគឺ 0. ចា4ខ្ញុំសូមដាក់3 4ខ្ទង់ដូចគ្នាណាអញ្ចឹងយកដកគ្នាមកពីហ្នឹងចាអង្គទី1ដល់អង្គទី1អង្គទី2ដល់អង្គទី2អញ្ចឹង 10m ដកជាមួយនឹង m នេះចា 10m ដកជាមួយនឹង m នេះគឺឃើញមែនឃើញ 9m ស្មើជាមួយនឹង4ដក0គឺ4ចុចចា4ដក4នេះ0មិនចឹងទេដកគ្នាទៅសុទ្ធតែឃើញ0ទាំងអស់0ទៅទៀតក៏ឃើញ000រហូតដែរចាអញ្ចឹង 4.000 រហូតហ្នឹងគឺយើងមិនដាក់ថាស្មើ4យកតែម្ដងចាអញ្ចឹងដល់ទៅពេលយើងទាញរក m សំទោសពេលយើងទាញរក m គឺយក4ហ្នឹងចែកជាមួយនឹង9ចាអញ្ចឹងយើងរកឃើញហើយថា 0.4 ខួបរបស់យើងនេះសរសេរទៅជាទម្រង់ប្រភេទគឺស្មើជាមួយនឹង4/9ឥឡូវយើងចែកទាំងអស់គ្នាមើល
តែពិតជាឃើញ 0.4 នឹងអត់ចាអញ្ចឹងខ្ញុំចែកថែម0កាត់ចុច1ចាអញ្ចឹងដាក់បាន4ដង36ដកមកឃើញ4ចាថែម0ដាក់បាន4ដង36ទៀតដកមកឃើញ4ទៀត4ដង36ថែម0មិញចា36ដកមកឃើញ4ទៀតអញ្ចឹងរហូតចារហូតតទៅរហូតអញ្ចឹងគឺនៅតែឃើញលេខ4អញ្ចឹងនឹងឯងចាអញ្ចឹងចូលមកដល់ចំនួនទស្សភាគខួបទី2របស់យើងគឺ2.1ខួបចាយើងអាចថាសេជាទម្រង់សេលើ D ណាមួយចាវិធីសាស្ត្រធ្វើគឺដូចគ្នាគឺយើងត្រូវតាំងដល់អក្សរណាមួយដែលយើងចង់តាំងយើងតាំងដល់អក្សរ n ស្មើជាមួយនឹង 2.1 ខួបដែលមានន័យថា1ហ្នឹងចា1ហ្នឹងសេ4ដងដែរចាបន្តទៀតមកយើងឃើញថាខួបនៅលើតែលេខ1ទេនេះខួបនៅលើតែលេខ1ទេមានតែមួយលេខទេអញ្ចឹងខ្ញុំត្រូវគុណនឹង10ដូចគ្នាជាមួយនឹង m អញ្ចឹងគុណនឹង10មកគុណ10ចូលអង្គទាំងសងខាងណាចានេះបាន 10n សញ្ញាចុចនេះរត់ទៅខាងនោះ1រត់ទៅខាងស្ដាំជិះទៅជា21.1ចា1ដាក់ចំនួន4ដងដែរក៏ប៉ុន្តែចង់ដាក់ម្ដងក៏បានដែរដោយសារតែវាសុទ្ធតែ1រហូតចាបន្តទៀតមកខ្ញុំត្រូវទៀតដកជាមួយនឹងចំនួនដើមរបស់យើងហ្នឹងគឺ2.1ដាក់ចំនួន4ដងដែរចានេះយើងដកគ្នាមកចាជាងលទ្ធផលរបស់យើង 10n ដកជាមួយនឹង n គឺឃើញ 9n ដូចគ្នាស្មើជាមួយនឹង21ដក12សល់19 1ដក1នេះគឺ0ចាចុច0 1ដក1នេះក៏0 1ដក1នេះ0ចា1ដក1នេះ0ចុចចាអញ្ចឹងវាស្មើជាមួយ19យកតែម្ដងដោយសារតែ 19.0000 រហូតណាទាញរកអីគេយើងទាញរក n មកគឺឃើញ19ចែកជា9តែទាំងអស់គ្នាអាចចែកដៃក៏បានយកកាសូមកចែកក៏បានដែរចែក19ជាមួយនឹង9ឥឡូវយើងចែកដៃទាំងអស់គ្នាមកខ្ញុំទៅចាដាក់បាន2ដង18ចាគឺសល់1ថែម 0.1 មកដាក់មកម្ដងសល់1ទៀតចាដាក់1ទៀតសល់1ដាក់1ទៀតចាដាក់1ទៀតរហូតចាចែកបានរហូតណាគឺស្ទើរ1ហ្នឹងចាអញ្ចឹងយើងរកឃើញហើយថាចំនួនទស្សភាគរបស់យើងចាគឺអានេះគឺបាន19ចែកនឹង9ចាយើងអាចធ្វើនៅក្នុងกระดาษប្រឡងបានចំពោះកន្លែងហ្នឹងណាចាអញ្ចឹងសម័យកាលរបស់យើងគឺផ្លាស់ប្ដូរហើយលែងជាប់ទម្រង់ទស្សភាគខួបហើយបើជាប់ទម្រង់ទស្សភាគខួបនេះក៏យើងអាចទៅដោះស្រាយឲ្យបានតទៀតដែរអញ្ចឹងយើងបំលែងវាឲ្យទៅជាប្រភេទរួចរាល់ចាអញ្ចឹងមិញនេះគឺយើងទទួលបាន 3x ដក 0.4 ខួបមិញយើងបំលែងបានជាប្រភេទគឺ 4/9 ស្មើជាមួយនឹង 2.1 ខួបមិញគឺបាន 19/9x ដកជាមួយនឹង3ចាអញ្ចឹងដើម្បីងាយស្រួលអ្នកទាំងអស់គ្នាចាបោះវាមកអង្គទី1ក៏បានឬក៏យើងគុណបំបត្តិភាគបែង9ចោលក៏បានដែរចាខ្ញុំគុណអង្គទាំង2និង9គុណអង្គទាំង2ចូលនឹង9មកចានេះវាទៅជា9 3ដង27ខ្ញុំដាក់9ចេះសិនមកដាក់ចឹងមកសិនណាអូខេ9លើ 9x នេះដកជាមួយនឹង3អញ្ចឹងអានេះគឺបានគុណចុះ 27x ដកជាមួយនឹង9សម្រួលចោលសល់4នេះសម្រួលចោលសល់19ដកជាមួយនឹង 19x ណាចាយើងបោះ x មកអង្គទី1ហើយនឹងយើងបោះលេខទៅអង្គទី2វិញ 27x ដក 19x ស្មើជាមួយដក 27បូកជាមួយនឹង4អញ្ចឹងអានេះដកមកឃើញ 8x ស្មើជាមួយនឹងដក 23ចាខ្ញុំប្រឹកមើលម្ដងទៅខ្លាចខុសដក 27អាមួយនេះគឺបានដក4បោះទៅបានបូក4ឃើញដក 23ដក 19អានេះឃើញ8ចាចឹងយើងទាញរក x មកគឺស្មើជាមួយនឹងដក 23យើងចែកជាមួយនឹង9តែម្ដងចាចឹងសម័យកាលនេះគឺអត់ពិបាកទេពិបាកត្រង់យើងបំលែងចំនួនទស្សភាគខួបឲ្យคล้ายទៅជាប្រភេទចាបន្តទៀតគឺយើងដោះស្រាយមកគឺធម្មតាចាដូចនេះសម័យកាលយើងមានរឹក x ស្មើជាមួយនឹងដក 23/8